នេះគឺជានាឡិកាឆ្លាតវៃដំបូងបំផុតដែលនាំយកវប្បធម៌ខ្មែរទៅកាន់ពិភពលោកទាំងមូលតាមរយៈមុខនាឡិកាដែលរចនាឡើងដោយកូនខ្មែរប្រើប្រាស់ក្បាច់ខ្មែរនិងលេខខ្មែរវាគឺជារឿងល្អមែនទែនដោយសារតែនេះគឺជានាឡិកាឆ្លាតវៃកម្រិតកំពូលមួយរបស់ក្រុមហ៊ុន Huawei ដែលថ្មកាន់រហូតដល់21ថ្ងៃមានរចនាបថប្រណិតផលិតពី Titanium និងកញ្ចក់ត្បូងកណ្ដៀងអាចបង្ហាញអក្សរខ្មែរបានពេញប្រព័ន្ធប្រតិបត្តិការអាចខលចេញចូលបានមាន Memory 64G សម្រាប់បញ្ចូលចម្រៀងឬក៏ Podcast ស្ដាប់ដោយមិនចាំបាច់ប្រើទូរស័ព្ទមាន GPS និងមុខងារតាមដានកីឡានិងសុខភាពយ៉ាងសុក្រិតទទួលបានវិញ្ញាបនបត្រទទួលស្គាល់ពីសហភាពអឺរ៉ុបហើយអ្វីដែលសំខាន់នោះគឺយើងអាចភ្ជាប់វាជាមួយនឹងទូរស័ព្ទ Android ក៏បាន iOS ក៏បានដែរសម្រាប់មនុស្សភាគច្រើននាឡិកាគឺប្រៀបបានទៅនឹងគ្រឿងអលង្ការផ្ទាល់ខ្លួនមួយដែរហើយខ្ញុំគិតថាអ្វីដែលសំខាន់ជាងមុខងារពិសេសរបស់វាទៀតនោះគឺការរចនារូបរាងស្អាតផលិតភាពស៊ីវិល័យយើងអាចពាក់ជាមួយកៅអៅមិនក៏បានពាក់ចូលកម្មវិធីក៏បានជាក់ស្ដែង Huawei Watch GT 6 Pro នៅលើដៃខ្ញុំនេះមានរូបរាងដូចនាឡិកា Classic អញ្ចឹងរូបរាងខាងក្រៅរបស់វាផលិតពី Titanium និងកញ្ចក់ត្បូងកណ្ដៀងប្រណិតធន់និងរឹងមាំហើយក៏មានច្រើនម៉ូដច្រើនពណ៌ច្រើនខ្នាតមិនថាបែប Sport ឬក៏សម្រាប់មនុស្សស្រីមនុស្សប្រុសគឺមានជម្រើសដូចគ្នាអញ្ចឹងទៅយើងដូរតាមមុខនាឡិកាហ្នឹងទៅតាមម៉ូដកៅអៅរបស់យើងទៅគឺជាការស្ដេចហើយណាមួយទៀតនៅក្នុង Huawei Health App មានមុខនាឡិកាជាង 30000 ជម្រើសត្រូវបានដាក់បញ្ចូលហើយក្នុងនោះក៏មានមុខនាឡិកាដែលរចនាឡើងដោយសិល្បករកូនខ្មែរ Lisa Mom ផងដែរចំពោះភាពធន់របស់ Titanium ហើយនិងកញ្ចក់ត្បូងកណ្ដៀងនេះខ្ញុំអាចយកនាឡិការបស់ខ្ញុំ Huawei Watch GT 5 Pro នេះមកលើកជាឧទាហរណ៍ជូនអ្នកទាំងអស់គ្នាបានព្រោះថាខ្ញុំប្រើវាជិត1ឆ្នាំកន្លងមកហើយសូម្បីតែឆ្កូតមួយសរសៃសក់ក៏អត់មានដែរអញ្ចឹងខ្ញុំអាចសន្មតបានថាភាពធន់នៅលើ GT6 Series ឆ្នាំនេះគឺអត់ខុសគ្នាទេម្យ៉ាងទៀតវាអមទៅដោយអាវក្រោះការពារ IP69 និង Fire ATM មានន័យថាវាអាចទ្រាំជាមួយនឹងសម្ពាធទឹករហូតដល់ជម្រៅ50ម៉ែត្របានប៉ុន្តែតើតើទៅនឹងរឿងជម្រាបទឹកនេះខ្ញុំចង់ណែនាំបងប្អូនបន្តិចដែរថាគ្រប់អាវក្រោះការពារមិនថាសម្រាប់ទូរស័ព្ទឬក៏នាឡិកាទេវាមានរយៈពេលកំណត់របស់វាអាចថា30នាទីឬក៏1ម៉ោងជាដើមអញ្ចឹងករណីដែលបងប្អូនចុះទឹកហើយឡើងមកវិញគួរតែបើកមុខងារបណ្ដេញទឹកចេញជៀសវាងករណីដែលទឹកហ្នឹងវាបៀមជាប់នៅត្រង់ផ្នែកណាមួយនៅក្នុងគ្រឿងអេឡិចត្រូនិករបស់យើងហួសរយៈពេលកំណត់ហ្នឹងទៅវាអាចនឹងជ្រាបចូលទៅក្នុងម៉ាស៊ីនដោយប្រការណាមួយក៏ថាបានដែរអញ្ចឹងចំណុចហ្នឹងងាយទេបងប្អូនគ្រាន់តែបើកមុខងារបណ្ដេញទឹកចេញទៅវានឹងធាក់ទឹកដែលនៅតោងជាប់ជាមួយនឹងផ្នែកណាមួយនៃនាឡិកាហ្នឹងចេញមកក្រៅឲ្យអស់ហើយសម្រាប់មុខងារកីឡាចំនួននេះ Huawei បាន upgrade GPS និង sensor របស់ខ្លួនឲ្យកាន់តែសុក្រិតដើម្បីការកត់ត្រាសកម្មភាពកីឡាហ្នឹងគឺកាន់តែច្បាស់លាស់ចំពោះមុខងារជាក់ស្ដែងមួយដែលខ្ញុំប្រើច្រើនហើយខ្ញុំចូលចិត្តជាងគេហ្នឹងគឺ AI Running Coach ហើយនិង Running Form Analysis minutes and 59 seconds. Current heart rate 100 beats per minute. ដែលវាដើរតួជាគ្រូបង្វឹកការរត់របស់យើងជាប់ជានិច្ចតែម្ដងវាជួយរំលឹកយើងតាំងពី heart rate zone, pacing, cadence និងទិន្នន័យសំខាន់ជាច្រើនទៀតដែលអ្នករត់ភាគច្រើនគឺគាត់ស្គាល់ហើយទិន្នន័យអស់តែហ្នឹងហើយក៏ត្រូវការវាជាចាំបាច់ផងដែរប៉ុន្តែបើយើងងាកមកមើលកីឡាជិះកង់ដែលជាកីឡាមួយកំពុងពេញនិយមវិញយើងឃើញថាការកត់ត្រាទិន្នន័យគឺកាន់តែលម្អិតមកកម្រិតទៀតវាមានដូចជា virtual power, cycling FTP metric, cycling metric bike computer ដែលមុខងារអស់តែហ្នឹងបើសិនជាតាមអ្វីដែលខ្ញុំដឹងទូទៅគឺយើងត្រូវការទិញ gear បន្ថែមដើម្បីពាក់នៅលើខ្លួនឬក៏នៅលើប្រអប់ជើងរបស់យើងហ្នឹងបើនិយាយទៅវាអាចចូលខ្ទង់ប្រហែលជា$1000បន្ថែមពីលើទៀតប៉ុន្តែជាមួយនឹងនាឡិកា Huawei Watch GT6 Series នេះគឺវាមានទាំងអស់ដោយមិនចាំបាច់ទិញឧបករណ៍បន្ថែមទេមានមុខងារមួយដែលវាអាចនឹងជួយជីវិតរបស់យើងបានករណីដែលយើងកំពុងលេងកីឡាហើយមានបញ្ហាផ្សេងៗដូចជាការរត់ដួលឬក៏ដួលកង់ផ្សេងៗមុខងារហ្នឹងមានឈ្មោះថា Fall Detection 2.0 ដែលវាដំណើរការដោយករណីដែលយើងដួលនាឡិកាវានឹងបញ្ជូន emergency ទៅកាន់លេខណាមួយដែលយើងកំណត់នៅលើទូរស័ព្ទនៅក្នុង Huawei Health App របស់យើងហ្នឹងដើម្បីស្វែងរកជំនួយបានភ្លាមៗតែម្ដងអូខ្ញុំភ្លេចប្រាប់រឿងចំណុចមួយដែរតាក់ទងទៅនឹងអ្នកចូលចិត្តកីឡាជិះកង់រត់ឬក៏ដើរភ្នំជាដើមនាឡិកាមួយនេះគឺយើងអាចប្រើប្រាស់ map ដោយមិនចាំបាច់មានអ៊ីនធឺណិតនោះទេមានន័យថាយើងអាច download offline map ទុកនៅក្នុងនាឡិកានឹងបានអញ្ចឹងយើងអាចដើរព្រៃដោយអត់ចាំបាច់ភ័យខ្លាចវិញផ្លូវនោះទេឥឡូវយើងងាកមកមើលមុខងារតាមដានសុខភាពផ្លូវកាយនិងផ្លូវចិត្តវិញម្ដងដោយសារលើកនេះយើងអាចប្រើប្រាស់ជាភាសាខ្មែរបានដូច្នេះសម្រាប់មុខងារសំខាន់តាក់ទងទៅនឹងចរន្តចង្វាក់បេះដូងលំហូរនៃសរសៃឈាមកម្រិតអុកស៊ីហ្សែនក្នុងឈាមការតាមដានគុណភាពដំណេកផ្សេងគឺមានការពន្យល់ច្បាស់លាស់ជាភាសាខ្មែរតែម្ដងហើយទិន្នន័យដែលវាស់ចេញមកគឺត្រូវបានទទួលស្គាល់ពីភាពសុក្រិតរបស់វានឹងពីសហភាពអឺរ៉ុបថែមទៀតប៉ុន្តែចំណុចមួយនេះខ្ញុំណែនាំបងប្អូនថាយើងប្រើនាឡិកានេះជាឧបករណ៍មួយក្នុងការដាស់តឿនយើងឲ្យខ្វាយខ្វល់ពីសុខភាពទៅបានហើយករណីដែលយើងមានការសង្ស័យចំណុចណាមួយនៅលើរាងកាយរបស់យើងបងប្អូនទាំងអស់គ្នាគួរតែប្រញាប់ទៅជួបពេទ្យឬក៏អ្នកជំនាញឲ្យបានទាន់ពេលវេលាគឺជាការល្អប្រសើរជាងចំណែកមុខងារតាមដានសុខុមាលភាពផ្លូវចិត្តលើកនេះក៏ត្រូវបានបន្ថែមរហូតដល់12ចំណុចផងដែរដើម្បីឲ្យយើងកាន់តែយល់ពីស្ថានភាពផ្លូវចិត្តរបស់ខ្លួនព្រោះខ្ញុំជឿថាបច្ចុប្បន្ននេះពួកយើងម្នាក់ៗក៏មានសម្ពាធផ្លូវចិត្តខ្លះៗដែរអញ្ចឹងយើងអត់គួរមើលរំលងចំណុចមួយហ្នឹងនោះទេចំពោះលក្ខណៈទូទៅដូចជាធម្មពលថ្មយើងអាចប្រើវាបានរហូតដល់21ថ្ងៃសម្រាប់ការប្រើប្រាស់ទូទៅឬក៏12ថ្ងៃសម្រាប់ការប្រើប្រាស់ច្រើនហើយវាក៏ប្រែប្រួលទៅតាមកម្រិតនៃការលេងកីឡារបស់យើងផងដែរ
មានចំណុចមួយដែលវាផ្ដល់ភាពងាយស្រួលឲ្យយើងមួយផ្នែកទៀតនោះគឺទំហំផ្ទុកទិន្នន័យ 64GB របស់វាដែលអាចឲ្យយើងដាក់ចម្រៀងឬក៏ podcast ទុកស្ដាប់ជាមួយនឹងកាស Bluetooth បានករណីដែលយើងចេញទៅក្រៅហើយយើងខ្ជិលយកទូរស័ព្ទតាមខ្លួនចុងក្រោយមានចំណុចពិសេសមួយដែលខ្ញុំអត់ទាន់បានប្រាប់បងប្អូនគឺ Huawei Watch GT6 series លើកនេះគឺមកជាមួយនឹង Huawei Care Plus ដែលជាការធានាមួយក្នុងការដែលបងប្អូនប្រើមួយឆ្នាំដំបូងបើសិនជាមានករណីបាក់បែកឬក៏ខូចចំណុចណាមួយគេនឹងផ្លាស់ប្ដូរថ្មីផ្នែកនឹងជូនបងប្អូនបានម្ដងដែលឥតគិតថ្លៃក្នុងរយៈពេល1ឆ្នាំដំបូងហ្នឹងបន្ថែមពីលើការបន្ថែមខ្សែនាឡិកាស្អាត screen ការពារអេក្រង់ក៏ដូចជាកង្ហារពាក់កមួយទៀតអញ្ចឹងបងប្អូនយល់យ៉ាងណាដែរចំពោះ Huawei Watch GT6 series ឆ្នាំនេះសូមចែករំលែកនៅមតិយោបល់បងប្អូននៅក្នុង comment ខាងក្រោមមកខ្ញុំបានដឹងផងហើយយើងនឹងជួបគ្នាវីដេអូក្រោយបាយបាយ